នៅខាងក្រៅយើងឃើញថាផ្សេងគ្នាក៏ប៉ុន្តែនៅខាងក្នុងក្រុមហ៊ុនឡានទាំងអស់នេះគឺស្ថិតនៅក្នុងគ្រួសារតែមួយតែប៉ុណ្ណោះអញ្ចឹងក្រៅពីក្រុមហ៊ុនយក្សដូចជា Toyota Group រួមជាមួយនឹង Volkswagen AG អីហ្នឹងដែលមាន brand ឡានជាច្រើននៅក្រោមសម្ព័ន្ធតែមួយហើយនេះគឺជាក្រុមហ៊ុនយក្សមួយទៀតដែលមិនត្រឹមតែមាន brand ឡានច្រើននៅក្រោមតបតែមួយទេក៏ប៉ុន្តែថែមទាំងមាន group ធំៗចំនួន3ចូលគ្នាជាសម្ព័ន្ធធំមួយហើយនោះគឺជា SGMWអញ្ចឹង SGMW គឺត្រូវបានរួមបញ្ចូលគ្នារវាងសម្ព័ន្ធធំៗ3ដែលមានដូចជា SAIC ជាមួយនឹង GM រួមជាមួយនឹង Wuling Motor ចំពោះ SAIC ក៏ដូចជា Wuling គឺជាក្រុមហ៊ុនចិនធំៗចំនួន2ដែលមាន brand រថយន្តល្បីៗជាច្រើនដូចជា MG ឬមួយក៏ Mori Garage ខណៈដែល GM ឬមួយក៏ General Motor នឹងគឺជាក្រុមហ៊ុនអាមេរិកដែលក្តោបក្តាប់ brand ឡានធំៗច្រើនមែនទែនជាពិសេសគឺ Chevrolet ក៏ដូចជា Cadillac ដែលយើងស្គាល់ច្រើនជាងគេនៅក្នុងចំណោមគ្រួសារ GM អញ្ចឹងបន្ទាប់ពីសម្ព័ន្ធយក្សទាំង3នឹងចាប់ដៃបញ្ចូលគ្នា SGMW នឹងគឺបានបញ្ចេញ brand រថយន្តថ្មីមួយទៀតដែលច្បាច់បញ្ចូលគ្នារវាង DNA របស់ឡាន SAIC Wuling រួមជាមួយនឹង GM ហើយនោះគឺប៉ៅជុនដែលបច្ចុប្បន្ននេះប៉ៅជុនក៏បានចូលជើងនៅក្នុងទីផ្សារប្រទេសកម្ពុជាដែរដែលមានទីតាំង showroom នៅតាមបណ្ដោយផ្លូវ598ខណ្ឌរិស័យកែវហើយគួរបញ្ជាក់ថាប៉ៅជុននៅក្នុងទីផ្សារប្រទេសកម្ពុជាគឺត្រូវបាននាំចូលដោយក្រុមហ៊ុន SNK8 Cambodia ចំណុចដែលគួរឲ្យចាប់អារម្មណ៍ប៉ៅជុនត្រូវបាន SGMW បង្កើតឡើងជាជម្រើសថ្មីមួយទៀតជំនួសឲ្យរថយន្តខ្នាតតូចក៏ដូចជាមធ្យមរបស់ Chevrolet សម្រាប់ទីផ្សារប្រទេសចិនដែលគេហៅថា Chevrolet Alternative ជាមួយនឹងតម្លៃដែលសមរម្យតែបច្ចុប្បន្ននេះប៉ៅជុនបានបញ្ចេញមកទីផ្សារប្រទេសផ្សេងដែរនៅអាស៊ីដោយផ្ដោតទៅលើរថយន្តអគ្គិសនីសុទ្ធក៏ដូចជា plug-in hybrid ជំនាន់ថ្មីដែលមានតម្លៃធូរថ្លៃហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺចាប់ពីឆ្នាំ2016 GM គឺបាននាំចេញរថយន្តប៉ៅជុន Model 630 Sedan ពីទីផ្សារចិនទៅលក់នៅប្រទេសផ្សេងដូចជា Asia ជាដើមដោយគេបដូរឈ្មោះវាទៅជា Chevrolet Optra ជំនាន់ទី2ហើយក្នុងនោះដែរប៉ៅជុន 530 HUV ក៏ត្រូវបាននាំចេញទៅលក់នៅទីផ្សារពិភពលោកនៅក្រោម brand ឡាន Chevrolet ដែរខណៈដែលលក់នៅទីផ្សារប្រទេសឥណ្ឌានៅក្រោម brand MG វិញហើយអីដែលគួរឲ្យចាប់អារម្មណ៍ជាងនឹងទៀតគឺប៉ៅជុន Motor វាស្ថិតនៅក្រោម SAIC ក៏ដូចជា GM អញ្ចឹងហើយចំពោះរថយន្តមួយចំនួនគឺត្រូវបានផលិតឡើងជាមួយនឹងគុណភាពស្តង់ដារក៏ដូចជារូបរាងនឹងស្ទើរតែដូចជាមួយនឹង Chevrolet បេះដាក់តែម្ដងដូចជាស្ដែងប៉ៅជុន 530 នឹងគឺត្រូវបានរចនារូបរាងនិងយកលំនាំដើមស្ទើរទាំងស្រុងដូចគ្នាទៅនឹង Chevrolet Captiva ចំណែកឯប៉ៅជុន YEP Plus គឺយកលំនាំទៅតាម Chevrolet Spark EUVចឹងចាប់ពីឆ្នាំ2018 SGMW គឺបានបញ្ចេញរថយន្តប៉ៅជុនជំនាន់ក្រោយៗនេះក្រោម brand ប៉ៅជុនតែម្ដងអត់ចាំបាច់ដូរឈ្មោះទេដោយសារតែគេបានស្គាល់ពីគុណភាពឡាននឹងរួចហើយដូចជាក់ស្ដែងទៅចំពោះរថយន្តប៉ៅជុននៅទីផ្សារប្រទេសកម្ពុជាយើងរាល់ថ្ងៃនេះគឺមានដូចជាប៉ៅជុន Cloud មានទាំងប្រភេទឡានអគ្គិសនីសុទ្ធដែលយើងអាចសាកម្ដងជិះបាន500ទៅ600គីឡូម៉ែត្រជាមួយនឹងប្រភេទ plug-in hybrid អាហ្នឹងគឺសាំងលាយជាមួយនឹងអគ្គិសនីអញ្ចឹងនៅពេលដែលយើងចាក់សាំងមកពេញសារអាគុយមកពេញគឺយើងអាចជិះបានចម្ងាយ1376គីឡូម៉ែត្ររហូតដល់1464គីឡូម៉ែត្រហើយសម្រាប់បងប្អូនដែលចង់បានតម្លៃពិសេសឃើញថាឥឡូវនេះក្រុមហ៊ុនគាត់ក៏មានកម្មវិធីពិសេសដែរក៏ឥឡូវនេះតម្លៃតែខ្ទង់ 20000 ជាងតែប៉ុណ្ណោះបងប្អូនទាំងអស់គ្នាក្នុងនឹងដែរក៏មានប៉ៅជុន YEP Plus គឺជាប្រភេទឡានអគ្គិសនីសុទ្ធរចនាបែបឡាន Off-road Adventure សាកម្ដងជិះបានចម្ងាយ401គីឡូម៉ែត្រជាមួយនឹងតម្លៃខ្ទង់ $20000 ជាងនៅប្រទេសកម្ពុជាយើងអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមទៅលើរថយន្តប៉ៅជុននៅទីផ្សារប្រទេសកម្ពុជាបងប្អូនអាចតាក់ទងតាមរយៈលេខទូរស័ព្ទនៅខាងលើអេក្រង់ឬមួយក៏ទៅមើលរថយន្តផ្ទាល់នៅទីស្នាក់ការរបស់ក្រុមហ៊ុនដែលមានទីតាំងនៅផ្លូវ598ជាប់របងភូមិគ្រឹះឯកឧត្តមជាសភារ៉ាសង្កាត់ទូសង្កាយ2ខណ្ឌរិស័យកែវរាជធានីភ្នំពេញអញ្ចឹងយើងឃើញថាចំពោះរថយន្តនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះត្បិតតែឈ្មោះផ្សេងគ្នា spec ក៏ដូចជា option ហ្នឹងវាអាចទាំងខុសគ្នាតែចំពោះរថយន្តខ្លះហ្នឹង DNA តែមួយគ្រឿងក្នុងតែមួយទេដោយសារតែអាណាព្យាបាលរបស់វាតែមួយគ្រាន់តែថាខុសគ្នាទៅតាមទីផ្សារលក្ខណៈរបស់ឡានផ្សេងទៅតាមអ្នកប្រើប្រាស់ផ្សេងគ្នាហើយបច្ចុប្បន្ននេះមិនថាអាមេរិកជាមួយចិនឬមួយក៏ជប៉ុនជាមួយចិនទេចំពោះឡានខ្លះវាឡានតែមួយទេត្រូវបានផលិតចេញពីចិនហើយដូរឈ្មោះទៅជាឈ្មោះថ្មីនៅក្រោម brand ឡានផ្សេងគ្នាដើម្បីវាយចូលទីផ្សារផ្សេងហើយបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ជាមួយនឹងឡានប៉ៅជុនក៏អាចចូលទៅ check មើលបន្ថែមបាននៅក្នុង Facebook page របស់ប៉ៅជុន Cambodia អរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀត